គ្រោះរញ្ជួយដីកម្រិត 7.7 Richter នៅថៃបណ្ដាលឲ្យសំណង់អគារខ្ពស់មួយកន្លែងនៅទីក្រុងបាងកកដួលរលំដែលជាហេតុធ្វើឲ្យមានការបារម្ភថាអាចមានពលករខ្មែរកំពុងធ្វើការនៅការដ្ឋានសំណង់នោះខណៈពលករសរុបដែលកំពុងធ្វើការនៅទីនោះមានជាង300នាក់ក្នុងនោះ80នាក់តាក់ទងមិនបាននេះជាការលើកឡើងរបស់អង្គការសង្ត្រាល់នៅថ្ងៃទី28ខែមីនាឆ្នាំ2025នេះលោកលឹងសុផុនមន្ត្រីគម្រោងផ្នែកការពារសិទ្ធិពលករប្រចាំប្រទេសថៃនៃអង្គការសង្ត្រាល់បានឲ្យដឹងថាលោកកំពុងបន្តតាមដានបញ្ហានេះយ៉ាងដិតដល់ដើម្បីឲ្យច្បាស់ថាតើមានពលករខ្មែរដែរឬទេនៅក្នុងឧបទ្ទវហេតុនេះតាមបណ្ដាញរបស់ខ្ញុំនៅទីក្រុងបាងកកមួយចំនួនច្រើនជាពិសេសគឺបងប្អូនពលករខ្មែរនឹងគាត់ប្រាប់ថាមានកន្លែងដទៃផ្សេងក្រៅពីកន្លែងបាក់ហ្នឹងណាមានខ្មែរយើងរត់ខ្លះទៅដួលបាក់ដៃបាក់ជើងហើយកន្លែងដទៃផ្សេងទៀតកំពុងតែភ័យខ្លាចច្រើនកន្លែងហើយមកកន្លែងមានតែ200 300នាក់បងហើយកន្លែងដែលដួលអាគារបាក់រហូតដល់ដីខ្ទេចអស់ហ្នឹងយើងអត់ទាន់ដឹងថាមានពលរដ្ឋខ្មែរយើងប្រហែលអ្នកទេនៅក្នុងហ្នឹងណាតែតាមប្រភពព័ត៌មានរបស់ Amrin TV បានផ្សាយបន្តផ្ទាល់តាំងពីម៉ោង1ជាងហ្នឹងម៉ោង1កន្លះជាងរហូតមកដល់ពេលល្ងាចហ្នឹងគេបញ្ជាក់ថានៅក្នុងហ្នឹងមានពលករដែលធ្វើការហ្នឹងជាង397នាក់ហើយអ្នកដែលជាប់នៅក្នុងហ្នឹងជាង100នាក់តែយើងមិនទាន់ដឹងថាស្លាប់យ៉ាងម៉េចណាបាទហើយយើងមិនទាន់ដឹងថាពលករបរទេសណាខ្លះគឺមិនទាន់បញ្ជាក់បាននៅឡើយទេនៅពេលនេះបងបាទគាត់ថាអគារនេះគឺជាអគារកំពុងសាងសង់មិនមែនជាអគារដែលសាងសង់រួចទេដូច្នេះអ្វីដែលជាការព្រួយបារម្ភថាអាចនឹងមានពលករបរទេសជាពិសេសពលករខ្មែរទៅធ្វើការនៅទីនោះដោយមូលហេតុយោងទៅលើអគារកំពុងសាងសង់ឬក៏យ៉ាងម៉េចបាទត្រូវហើយបងអគារហ្នឹងគឺជាអគារកំពុងសាងសង់បើតាមតែប្រភពព័ត៌មានថៃហ្នឹងថាកម្ពស់រហូតដល់ជាង30ជាន់ណាបងក៏ជាង30ជាន់ហើយសាងសង់ហ្នឹងគឺអត់ទាន់រួចនៅឡើយទេបងអគារដែលដួលរលំហ្នឹងណាបងព្រឹត្តិការណ៍មួយកំពុងតែធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងជាពិសេសគឺមន្ត្រីថ្នាក់ដឹកនាំរបស់ប្រទេសថៃហើយក៏មានការចាប់អារម្មណ៍នឹងនៅសកម្មភាពជាមួយនឹងមន្ត្រីថ្នាក់ដឹកនាំថៃផងដែរនោះគឺស្ថានទូតកម្ពុជាក៏ដូចជាខាងក្រសួងការងារប្រិយមិត្តបានដឹងហើយថាពលកររបស់ខ្មែរយើងនៅក្នុងប្រទេសថៃនឹងគឺមានចំនួនច្រើនណាស់គឺខ្ទង់លានអ្នកឥឡូវនេះគឺមានព្រឹត្តិការណ៍នៃការរញ្ជួយផែនដីនៅក្នុងកម្រិត7.3 Richter ហើយនៅប្រទេសមីយ៉ាន់ម៉ាមាន7.7 Richter ដែលជាកម្លាំងរញ្ជួយដ៏ខ្លាំងមួយដែលធ្វើឲ្យអគារនៅទីក្រុងបាងកកនេះគឺមានការបាក់រលំមានការខូចខាតជាច្រើនដែលនៅក្នុងនោះតាមរយៈនៃប្រភពព័ត៌មានក៏ដូចជាคลิปវីដេអូប្រភពផ្សេងគេមើលឃើញថាមានអគារមួយកំពុងតែសាងសង់ដែលអ្នកខ្លះលើកឡើងថា30ជាន់ហើយអ្នកខ្លះក៏លើកឡើងថាមានដល់ទៅ50ជាន់ដែលបាក់រលំទាំងស្រុងរៀបដល់ដីនោះគឺមានមន្ត្រីខាងសង្ត្រាល់នេះបានលើកឡើងថាកម្មករនៅទីនោះប្រមាណជាង317នាក់ហើយនៅក្នុងនោះក៏មានការលើកឡើងថាមានការបាត់នៅទំនាក់ទំនងដល់ទៅ80នាក់ដោយឡែកនៅក្នុងការលើកឡើងនេះគឺមានសារព័ត៌មាននៅក្នុងស្រុកមួយបានលើកឡើងថាមានពលករខ្មែរស្ថិតនៅក្នុងអគារកំពុងតែសាងសង់ដែលមានកម្ពស់30ជាន់ដែលបានបាក់រលំទាំងស្រុងដោយសារតែគ្រោះរញ្ជួយដីស្ថិតនៅក្នុងទីក្រុងបាងកកនោះនេះបើតាមការបញ្ជាក់ពីមន្ត្រីគម្រោងទទួលបន្ទុកផ្នែកពលករចំណាក់ស្រុកនៃអង្គការសង្ត្រាល់ប្រចាំនៅប្រទេសថៃគឺលោកលឹងសុផុនដែលបានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី28ខែមីនាឆ្នាំ2025នេះលោកបានបន្តថាជាទូទៅការកសាងនៃសំណង់អគារច្រើនជាន់នៅបាងកកភាគច្រើនមានពលករខ្មែរនិងភូមិធ្វើការហើយអគារដែលសាងសង់ជិតហើយបែបនេះក្រុមពលករគឺស្នាក់នៅក្បែរអគារឬក៏ស្នាក់នៅក្នុងអគារនោះតែម្ដងករណីបាក់អគារនៅទីក្រុងបាងកកនេះបានកើតឡើងនៅក្នុងអំឡុងពេលដែលក្រុមពលករដល់ម៉ោងចូលទៅធ្វើការវិញក្រោយពីទទួលទានបាយថ្ងៃត្រង់រួចលឹងសុផុនបានប្រាប់អ្នកសារព័ត៌មានផងដែរថាមានកម្លាំងពលករជាច្រើនអ្នកនៅក្នុងគំនរអគារហ្នឹងក៏ប៉ុន្តែមិនដឹងថាមានពលករខ្មែរប៉ុន្មានអ្នកនោះទេនិងពលករថៃប៉ុន្មានអ្នកនោះឬក៏ពលករភូមិប៉ុន្តែមានពលករនៅពេលដែលបាក់អគារដល់ដីហើយនោះគឺមានកម្លាំងអ្នកធ្វើការនៅក្នុងនោះជាមួយគ្នានោះដែរសារព័ត៌មានថៃមួយឈ្មោះថាខៅសុតក៏បានចុះផ្សាយនៅក្នុងគំនរអគារដែលបានបាក់រលំនោះគឺមានពលករជាង300នាក់នៅក្នុងវីដេអូផ្សព្វផ្សាយទៅតាមបណ្ដាញសង្គមក៏បានបង្ហាញផងដែរថាអំឡុងពេលនៃការបាក់រលំអគារនោះគឺមានក្រុមកម្មករជាច្រើនបាននាំគ្នារត់គេចចេញពីទីនោះនៅក្នុងអគារបែកបាក់នេះមានពលករកំពុងធ្វើការ317នាក់ហើយក្នុងនោះគឺមាន80នាក់ត្រូវបានតាក់ទងមិនបាននោះទេនេះបើតាមការលើកឡើងរបស់អង្គការសង្ត្រាល់ហើយបានបញ្ជាក់អំពីបញ្ហាទាំងនេះគឺមិនទាន់ត្រូវបានរបាយការណ៍លម្អិតនៅឡើយនោះទេជាពិសេសគឺនៅក្នុងការលើកឡើងរបស់មន្ត្រីទូតរបស់កម្ពុជាក៏ដូចជាសមត្ថកិច្ចរបស់ថៃហើយតបចំពោះស្ថានភាពក្រោយហេតុការណ៍រញ្ជួយដីនៅក្នុងទីក្រុងបាងកកប្រទេសថៃនេះរហូតមានការបាក់រលំអគារនៅតំបន់ចាក់តចាក់នៅក្នុងទីក្រុងបាងកកមន្ត្រីស្ថានទូតរបស់កម្ពុជាប្រចាំនៅទីនោះ
កំពុងតែប្រមូលនៅព័ត៌មានជាមួយនឹងសមត្ថកិច្ចរបស់ប្រទេសថៃពាក់ព័ន្ធទៅនឹងស្ថានភាពរបស់ពលករខ្មែរដែលកំពុងបម្រើការងារនៅតំបន់ដែលទទួលរងនឹងការវាយប្រហារដោយការរញ្ជួយដីឡើងប្រាប់បណ្ដាញព័ត៌មាននៅក្នុងស្រុកមួយមន្ត្រីស្ថានទូតកម្ពុជាបានអះអាងថារហូតមកទល់ល្ងាចថ្ងៃទី28ខែមីនាឆ្នាំ2025នេះសមត្ថកិច្ចថៃមិនអាចបញ្ជាក់ថានៅក្នុងចំណោមជនរងគ្រោះដែលបាក់រលំអគារនោះមានពលករខ្មែរដែរឬក៏អត់នោះទេពលគឺកំពុងតែធ្វើការស្រាវជ្រាវនិងរុករកជនរងគ្រោះទាំងអស់ក្រោយអគារនេះបានបាក់ទោះបីជាយ៉ាងណាក៏ដោយមន្ត្រីស្ថានទូតបានជូនដំណឹងទៅដល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសថៃនឹងត្រូវបានស្ដាប់ការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចដើម្បីបញ្ជៀសនៅគ្រោះថ្នាក់ដែលអាចកើតមានឡើងជាហេតុការណ៍រញ្ជួយដីកម្រិតធ្ងន់ធ្ងរនេះគេគួររំលឹកផងដែរថារសៀលថ្ងៃសុក្រទី28ខែមីនានេះគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងររហូត 7.7 Richter បានវាយប្រហារចំតំបន់ភាគកណ្ដាលនៃប្រទេសមីយ៉ាន់ម៉ាគណៈកម្លាំងការរញ្ជួយដ៏ខ្លាំងក្លានេះក៏បានជះឥទ្ធិពលទៅដល់ប្រទេសថៃនិងប្រទេសវៀតណាមផងដែរប្រជាជននៅក្នុងទីក្រុងឈៀងម៉ៃបានឲ្យដឹងថាពួកគេបាននាំគ្នារត់ចេញទៅខាងក្រៅស្របពេលដែលអគារនានាបានរងការរញ្ជួយដីដ៏ធ្ងន់ធ្ងរនេះបើតាមសារព័ត៌មាន AFP តំបន់ភាគខាងជើងនិងភាគកណ្ដាលនៃប្រទេសថៃបានទទួលរងនូវឥទ្ធិពលរំញ័រនៃគ្រោះរញ្ជួយដីនេះហើយយ៉ាងណាវិញភ្លាមនោះមិនទាន់មានសេចក្តីរាយការណ៍អំពីទំហំនៃការខូចខាតនិងមនុស្សរងគ្រោះថ្នាក់ដែលបង្កឡើងដោយការរញ្ជួយដីខាងលើនោះឡើយប្រិយមិត្តនេះគឺជាព័ត៌មានអាប់ដេតចុងក្រោយថ្មីមួយទៀតពាក់ព័ន្ធជាមួយនឹងការរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ានិងប្រទេសថៃជាពិសេសហ្នឹងអ្វីដែលកម្ពុជាយើងចាប់អារម្មណ៍ខ្លាំងគឺការរញ្ជួយដីនៅក្នុងប្រទេសថៃនេះតែម្ដងដោយសារតែមានពលករខ្មែរយើងបានទៅរស់នៅនិងស្នាក់នៅធ្វើការនៅប្រទេសថៃជាពិសេសនៅទីក្រុងបាងកកនេះគឺដល់ទៅខ្ទង់លានអ្នកទៅហើយនៅក្នុងនោះក៏មានសេចក្តីរាយការណ៍ខ្លះៗរួចមកហើយដែរអំពីមន្ត្រីរបស់អង្គការសង្ត្រាល់ដែលជាអង្គការមួយដែលមានការតាមដានអំពីពលករដែលរស់នៅក្នុងប្រទេសថៃហើយក្នុងអគារបែកបាក់នោះមានការលើកឡើងថាមានកម្មករដែលធ្វើការនៅអគារដែលបាក់រលំទាំងស្រុងនោះ317នាក់ប៉ុន្តែនៅក្នុងនោះគឺមិនដឹងថាមានកម្មករស្លាប់ឬក៏ជាប់នៅក្នុងអគារនោះប្រមាណនោះទេគ្រាន់តែទទួលបានដំណឹងថាមានការបាត់ការតាក់ទងចំនួន80នាក់នេះក៏ជាព័ត៌មានមិនទាន់ជាផ្លូវការដែរពីព្រោះថាជាព័ត៌មានដែលមិនទាន់ចេញអំពីក្រមការងារឬក៏គណៈកម្មការបេសកកម្មស្រាវជ្រាវរបស់ខាងអាជ្ញាធរថៃនោះទេដែលនាយករដ្ឋមន្ត្រីប្រទេសថៃបានលើកឡើងថារាល់ព័ត៌មានផ្លូវការគឺត្រូវតែចេញពីខាងសមត្ថកិច្ចឬក៏ខាងគណៈកម្មការដោះស្រាយអំពីគ្រោះជួយសង្គ្រោះចំពោះជនរងគ្រោះដោយការរញ្ជួយដីនេះទើបអាចយកជាការបានប៉ុន្តែមន្ត្រីនៃអង្គការសង្ត្រាល់នេះគាត់ថាគាត់គឺជាអ្នកដែលស្ដាប់អំពីបញ្ហាព័ត៌មានរបស់ពលករខ្មែរយើងដែលទៅធ្វើការនៅក្នុងប្រទេសថៃនេះហើយតំបន់ដែលមានការបាក់អគាររលំទាំងស្រុងនេះគឺមានការលើកឡើងដោយសេចក្តីរាយការណ៍ដែលរូបគាត់បានលើកឡើងដូច្នោះប៉ុន្តែរឿងផ្លូវការយ៉ាងណានោះគឺមិនទាន់ផ្ទៀងផ្ទាត់ខាងអាជ្ញាធរថៃនៅឡើយទេហើយក៏ខាងស្ថានទូតខ្មែរដែលប្រចាំនៅទីក្រុងបាងកកក៏មិនទាន់ទទួលរបាយការណ៍ផ្លូវការដែរពីព្រោះខាងអាជ្ញាធរថៃនឹងមិនទាន់បញ្ជូនមកឲ្យបានច្បាស់លាស់នៅឡើយប៉ុន្តែស្របពេលដែលមានព្រឹត្តិការណ៍កំពុងតែមានភាពស្លន់ស្លោនៅក្នុងទីក្រុងបាងកកនោះមិនថាតែប្រជាជនខ្មែរឬក៏ប្រជាជនថៃឬក៏ប្រជាជនដទៃទៀតនោះទេស្ថានទូតរបស់ប្រទេសកម្ពុជាក៏ឲ្យមានការចេញសេចក្តីណែនាំរួមជាមួយនឹងខាងក្រសួងការងាររបស់កម្ពុជាហ្នឹងក៏មានការណែនាំទៅតាមរយៈស្ថានទូតហើយក៏ឲ្យ